បុណ្យមានឫទ្ធិដ៏ធំក្រៃលែងមានព្រះបាលីសម្ដែងថាទេវមនុស្សានង្សব্បកាមដដោនិធិយ៉ាងយ៉ាងទេវាភិបត្តិធេនតិសব্បមេតេនលភតិប្រែថាទ្រព្យគឺបុណ្យតែងឲ្យសម្រេចនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតានិងមនុស្សទាំងឡាយបើទេវតានិងមនុស្សទាំងឡាយប្រាថ្នានៅផលជាទីកប់ចិត្តណារមែងបានសម្រេចនៅផលទាំងអស់នោះដោយទ្រព្យគឺបុណ្យនោះសំណួរសួរថាពាក្យថាបុណ្យគឺអ្វីពាក្យថាបុណ្យគឺវត្ថុដែលកើតឡើងក្នុងចិត្តហើយធ្វើចិត្តឲ្យថ្លាស្អាតផូរផង់ប្រាសចាកសេចក្តីសៅហ្មងអាប់អួរបុណ្យកាលកើតឡើងហើយរមែងតាក់តែងនៅចិត្តឲ្យមានគុណភាពខ្ពស់ល្អឡើងធ្វើឲ្យចិត្តអាចជ្រើសរើសគិតចំពោះរឿងណាដែលល្អដែលត្រូវដែលគួរដែលមានប្រយោជន៍ហើយនិយាយបានល្អធ្វើបានល្អតាមដែលចិត្តគិតនោះបុណ្យនេះមិនមែនមនុស្សទូទៅមើលឃើញដោយភ្នែកទេតែក៏អាចដឹងដោយអាការៈរបស់បុណ្យបានគឺកាលបុណ្យកើតឡើងហើយតែងធ្វើឲ្យចិត្តរីករាយជ្រះថ្លាត្រជាក់ស្ងប់ប្រៀបបាននឹងភ្លើងអគ្គិសនីសូម្បីយើងមើលមិនឃើញតួភ្លើងដោយត្រង់តែយើងអាចទទួលដឹងអាការៈរបស់ភ្លើងបានដោយកាលដែលភ្លើងនោះឆ្លងចូលទៅក្នុងអំពូលភ្លើងហើយក៏មានពន្លឺលឺឡើងឬកាលឆ្លងចូលកាន់គ្រឿងកង្ហារឬម៉ាស៊ីនត្រជាក់សេចក្តីត្រជាក់ក៏កើតឡើងជាដើមបុណ្យដែលបានកើតឡើងហើយតែងសន្សំទុកក្នុងចិត្តទាំងអស់មិនសាបសូន្យទេសូម្បីបុគ្គលនោះធ្វើមរណកាលទៅចិត្តរមែងនាំយកនៅបុណ្យនោះឆ្លងភពឆ្លងជាតិតទៅទៀតកាលយើងនិយមធ្វើបុណ្យរឿយចិត្តយើងនឹងពេញដោយបុណ្យកិលេសផ្សេងនឹងមិនមានឱកាសគ្របសង្កត់ចិត្តឡើយធ្វើឲ្យចិត្តត្រជាក់ស្ងប់មិនមានសេចក្តីកង្វល់ដូចជាមិនគិតលោភលន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃមិនគិតធ្វើសេចក្តីក្តៅក្រហល់ក្រហាយឲ្យដល់អ្នកដទៃមានតែគិតជួយអ្នកដទៃនិងគិតកសាងសន្សំសេចក្តីល្អឲ្យខ្លួនឯងតែប៉ុណ្ណោះពាក្យថាបាបគឺអ្វីបាបគឺវត្ថុសម្រាប់ធ្វើចិត្តឲ្យខូចវត្ថុសម្ភារៈដែលខូចយើងមានឈ្មោះហៅបានច្រើនយ៉ាងដូចផ្ទះខូចយើងហៅថាផ្ទះបាក់បែកចានកែវខូចយើងហៅថាបែកអាហារខូចយើងហៅថាអាហារផ្អូមលាក់នឹងលាក់ពាក្យថាផ្អូមបាក់បែកពុកផុយលាក់នឹងលាក់នេះបើនិយាយរួមទៅហៅថាខូចសំដៅសេចក្តីថាវត្ថុនោះមិនល្អគឺយកប្រើការមិនបានយ៉ាងណាអាការៈខូចរបស់ចិត្តក៏ដូចគ្នាដែរយើងអាចហៅបានច្រើនយ៉ាងដូចចិត្តសៅហ្មងចិត្តខ្មៅចិត្តកាចចិត្តអាក្រក់លាក់នឹងលាក់ស្រេចតែយើងប្រើហៅតែពាក្យថាសៅហ្មង
ខ្មៅកាចអាក្រក់ថោកទាបជាពាក្យប្រាប់អាការៈខូចរបស់ចិត្តតែវត្ថុសម្រាប់ធ្វើឲ្យចិត្តខូចនោះផ្លូវព្រះពុទ្ធសាសនាលោកប្រើពាក្យខ្លីថាបាបពាក្យបាបទើបសំដៅដល់វត្ថុសម្រាប់ធ្វើឲ្យចិត្តខូចនោះឯងគឺធ្វើឲ្យចិត្តមានគុណភាពទាបចុះផ្ទុយអំពីបុណ្យជាវត្ថុសម្រាប់តាក់តែងចិត្តឲ្យល្អឲ្យខ្ពស់ឡើងអាចយកទៅប្រើក្នុងការគិតបានល្អបានប្រពៃដែលនាំមកនៅប្រយោជន៍និងសេចក្តីសុខសមដូចព្រះពុទ្ធដីកាក្នុងធម្មបទថកថាថាធម៌ទាំងឡាយមានចិត្តជាធំមានចិត្តប្រសើរបំផុតសម្រេចមកអំពីចិត្តបើបុគ្គលមានចិត្តភ្លឺថ្លាហើយទើបនិយាយក្តីធ្វើក្តីក៏ល្អតាមចិត្តនោះសេចក្តីសុខក៏ជាប់តាមបុគ្គលនោះដូចស្រមោលអន្ទូលតាមប្រាណក៏យ៉ាងនោះឯង